យប់ដងងងឹតមួយពេលភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំងបរិសម្នាក់ឈ្មោះសុខាកំពុងបើកឡានវិលត្រឡប់ពីការពាក់គ្នាជាមួយសហាយលួចលាក់របស់គាត់ដែលមិនមាននរណាម្នាក់ដឹងឡើយភ្លៀងធ្លាក់យ៉ាងខ្លាំងរលកខ្យល់បោកបក់ដើមឈើហើយមេឃក៏បន្តលាន់ឮក្រហឹមកាន់តែខ្លាំងឡើងសុខាមានអារម្មណ៍ភ័យព្រួយអន្ទះអន្ទែងចង់ត្រឡប់ទៅដល់ផ្ទះឲ្យបានឆាប់ព្រោះយប់នេះមានពិធីជប់លៀងគ្រួសារដែលភរិយារបស់គាត់ឈ្មោះសារិកាបានរៀបចំយ៉ាងម៉ត់ចត់ប៉ុន្តែគាត់ហាក់ដូចជាមានអារម្មណ៍អន្ទះសារខុសពីធម្មតាថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍លើកទី5របស់ពួកគេហើយសារិកាបានទិញសម្លៀកបំពាក់ថ្មីជាច្រើនសម្រាប់ពួកគេទាំងពីរនាក់ដើម្បីពាក់ក្នុងពិធីជប់លៀងពិសេសនេះសុខាឆ្លៀតឱកាសប្រាប់ភរិយាថាគាត់ជាប់ប្រជុំជាមួយមេហើយនឹងត្រឡប់មកផ្ទះនៅម៉ោង8យប់ប៉ុន្តែនេះគ្រាន់តែជាការកុហកចិត្តគាត់ឈឺផ្សានិងឈឺចាប់ព្រោះលាក់បាំងការពិតជាច្រើនឆ្នាំមកហើយប៉ុន្តែក៏មិនអាចរស់នៅដោយគ្មានស្ត្រីដែលគាត់ទើបតែអោបថើបនៅមួយម៉ោងមុននេះបានដែរឡានហាក់បីដូចជាដឹងពីភាពតានតឹងរបស់សុខាឡានចាប់ផ្ដើមបើកយឺតងាកចេញពីផ្លូវធំហើយបត់ចូលផ្លូវលំពោពេញទៅដោយភក់ជ្រាំដែលបណ្ដាលឲ្យឡានរអិលហើយជាប់ក្នុងភក់សុខាព្យាយាមបើកឡានឲ្យចេញពីភក់ដោយបង្កើនល្បឿនឲ្យកង់វិលលឿនបំផុតប៉ុន្តែវាមិនជោគជ័យព្រោះបរិយាកាសខាងក្រៅងងឹតស្លុបពិបាកក្នុងការគ្រប់គ្រងឡានភាពភ័យខ្លាចកើតឡើងខ្លាំងពេលដែលគាត់គិតថានឹងដល់ផ្ទះមិនទាន់ពេលហើយសារិកាប្រកាសជាខឹងខ្លាំងព្រោះមិនបានចូលរួមពិធីដ៏សំខាន់របស់នាងច្រើនម៉ោងបានកន្លងផុតទៅយ៉ាងលឿនហើយសុខាសម្លឹងមើលនាឡិកាដៃពេលនោះវាបង្ហាញថាម៉ោង9កន្លះយប់ហើយសុខាមានអារម្មណ៍រន្ធត់យ៉ាងខ្លាំងពេលដែលគាត់មើលទៅលេខទូរស័ព្ទរបស់ភរិយាហើយរកឃើញថាមានសារចំនួន10និងការហៅដែលគ្មានចម្លើយចំនួន15លើកមកកាន់គាត់ព្យាយាមទេទូរស័ព្ទទៅសារិកាប៉ុន្តែនាងមិនលើកទូរស័ព្ទទទួលសោះសូម្បីតែមួយដងធ្វើឲ្យគាត់កាន់តែព្រួយបារម្ភនិងក្តុកក្តួលពីរឿងដែលអាចនឹងកើតឡើងទីបំផុតសុខាអាចបើកឡានចេញពីភក់បានហើយបន្តដំណើរឆ្ពោះទៅផ្ទះរបស់គាត់ក្នុងល្បឿនយ៉ាងលឿនដោយមិនខ្វល់ពីភ្លៀងខ្លាំងនិងភាពងងឹតនោះឡើយគាត់ជិះហួសផ្លូវបែកជា4ជាច្រើនដងព្រោះតែស្ថានភាពភ្លៀងធ្លាក់យ៉ាងខ្លាំងហើយខ្យល់បក់បក់យ៉ាងខ្លាំងដល់ម្លឹងធ្វើឲ្យសុខាបើកឡានត្រឡប់ថយក្រោយម្ដងទៀតច្រើនលើកគាត់ខ្លាចពីអ្វីដែលសារិកានឹងធ្វើនៅពេលដែលសុខាទៅដល់ផ្ទះប៉ុន្តែគាត់ព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងថានាងប្រកាសជាយល់ចិត្តគាត់ហើយអភ័យទោសឲ្យគាត់ផ្ទះរបស់គាត់និងភរិយាជាផ្ទះឈើធំមួយដាច់ឆ្ងាយពីគេដែលស្ថិតនៅជាយក្រុងដែលហុំព័ទ្ធដោយដើមឈើធំនិងវាលស្មៅលាតសន្ធឹងដែលពួកគេបានរស់នៅយ៉ាងមានសុភមង្គលសុខាជាអ្នកគ្រប់គ្រងកម្មកររោងចក្ររីឯប្រពន្ធគាត់គឺជានិស្សិតហើយស្រីសហាយអត់មានការងារធ្វើអីទេគាត់ព្យាយាមថែរក្សាស្ត្រីទាំងពីរក្នុងជីវិតរបស់គាត់ដោយការលួចជួបជាមួយស្ត្រីក្រៅផ្លូវការឈ្មោះចន្ទ្រាពេលដែលភរិយារបស់គាត់កំពុងញញឹកជាមួយនឹងការសិក្សាដ៏លំបាកម៉ោង10យប់សុខាបានទៅដល់ផ្ទះហើយចតឡានរបស់គាត់នៅខាងក្រៅបរិវេណផ្ទះគាត់ព្យាយាមណែនាំខ្លួនឯងអំពីអ្វីដែលគាត់ត្រូវនិយាយទៅកាន់ភរិយាហើយគាត់ក្រុងនឹងទិញកាដូជាច្រើនដើម្បីសូមអភ័យទោសពីការមកយឺតរបស់គាត់បានធ្វើឲ្យសារិកាខកចិត្តជាច្រើនលើកមកហើយជាពិសេសក្នុងរយៈពេលប្រមាណខែចុងក្រោយនេះប៉ុន្តែគាត់នៅតែអាចលាក់បាំងការពិតនិងបន្លំភរិយាបានយ៉ាងល្អបំផុតគាត់ឡើងជណ្ដើរផ្ទះយឺតព្រោះសារិកាប្រកាសជាឮសូរសម្រាប់ជើងហើយនឹងចេញមកដោយស្ងាត់ឈឹងខុសពីធម្មតាមិនឮសូរសំឡេងណាមួយនៅក្នុងផ្ទះទាល់តែសោះផ្ទះនៅតែបើកភ្លើងដូចធម្មតាព្រោះសារិកាមិនចូលចិត្តផ្ទះងងឹតនោះទេសុខាព្យាយាមបើកទ្វារយ៉ាងស្ងាត់បំផុតតាមដែលអាចធ្វើទៅបានប៉ុន្តែចម្លែកណាស់ទ្វារបែរជាបើកចំហស្រាប់ទោះបីជាមានភ្លៀងធ្លាក់យ៉ាងខ្លាំងក៏ដោយគាត់ដើរយ៉ាងស្រាលចូលទៅក្នុងផ្ទះហើយព្យាយាមហៅឈ្មោះភរិយារបស់គាត់ដោយសំឡេងដ៏ក្រៀមក្រំប៉ុន្តែគ្មានចម្លើយឆ្លើយតបអ្វីបន្តិចសោះគាត់បន្តដើរចូលទៅក្នុងផ្ទះហើយចាប់ផ្ដើមហៅឈ្មោះនាងកាន់តែខ្លាំងឡើងដោយមិនខ្វល់ពីសំឡេងរំខានដទៃទៀតដូចមុនទេព្រោះតែពួកគេរស់នៅឆ្ងាយពីគេគ្មានអ្នកជិតខាងឡើយផ្ទះទាំងមូលហាក់បីដូចជាងងឹតស្ងាត់ហាក់ដូចជាកំពុងលាក់បាំងអ្វីមួយដែលនាំឲ្យគាត់កាន់តែព្រួយបារម្ភសុខាបានចូលទៅក្នុងបន្ទប់ទទួលភ្ញៀវដែលនៅលើតុមានចានពេញទៅដោយម្ហូបដែលនឹងត្រូវទទួលទានក្នុងពិធីខួបអាពាហ៍ពិពាហ៍ប៉ុន្តែហាក់បីដូចជាមិនទាន់ប៉ះពាល់ដល់ជនណាម្នាក់នោះទេពេលដែលគាត់ដើរចូលទៅក្នុងបន្ទប់គេងគាត់រកឃើញខោអាវពណ៌សមួយកំភ្លេរបស់គាត់ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងនោះគឺការរកឃើញស្នាមក្រែមនៅត្រង់កអាវរបស់គាត់ដែលសុខាមិនបានដឹងសុខាដំបូងឡាយបារម្ភណាស់ពេលដែលគាត់គិតថាភរិយារបស់គាត់បានដឹងរឿងដែលគាត់ក្បត់គ្នាជាមួយស្ត្រីម្នាក់ឈ្មោះចន្ទ្រាភរិយាទី2ដែលសុខាមានទំនាក់ទំនងស្ងាត់ជាមួយជាង1ឆ្នាំមកហើយគាត់ព្យាយាមទេទូរស័ព្ទទៅកាន់ភរិយាម្ដងទៀតប៉ុន្តែនៅតែគ្មានអ្នកទទួលដដែលពេលនោះសុខាឮសំឡេងដូចជាសំឡេងបំបែកម្ហូបធ្លាក់នៅក្នុងផ្ទះបាយធ្វើឲ្យគាត់ស្រែកហៅឈ្មោះសារិកាខ្លាំងហើយរត់ចេញពីបន្ទប់ឆ្ពោះទៅផ្ទះបាយដោយដៃញ័រទៅត្រឹកសុខារត់ទៅក្នុងផ្ទះបាយភ្លាមប៉ុន្តែអ្វីដែលគាត់ឃើញ
ធ្វើឲ្យសុខាកាន់តែព្រួយបារម្ភយ៉ាងខ្លាំងសារិកាកំពុងអង្គុយនៅលើកៅអីជាមួយនឹងកំបិតចុងស្រួចមួយនៅក្នុងដៃម្ជុលនឹងអំបោះជាច្រើនកំពុងផ្ទុំគ្នានៅលើតុអាហារហាក់បីដូចជានាងកំពុងដេរអ្វីមួយនៅពេលដែលភ្លៀងធ្លាក់យ៉ាងខ្លាំងសារិកាងើបមុខឡើងតិចៗហើយមើលសុខាដោយភ្នែកដ៏កាចសាហាវមាត់នាងហាក់បីដូចជាញញឹមតិចៗរួចនិយាយថាសុខាអូនបានចាំប្តីរបស់អូនជាង3ម៉ោងហើយនៅយប់នេះហើយខួបរបស់យើងក៏ឈានចូលដល់ទីបញ្ចប់ដោយភាពឯកាសំឡេងរបស់នាងហាក់បីដូចជាទន់ភ្លន់ប៉ុន្តែក៏ហាក់ដូចជាក្រហឹមយ៉ាងក្រៀមក្រំផងដែរសុខាព្យាយាមនិយាយសូមអភ័យទោសដោយក្តីសោកស្ដាយប៉ុន្តែគាត់រកពាក្យពេចន៍សមរម្យមិនឃើញទាល់តែសោះសារិកាដើរទៅរកសុខាដោយកំបិតក្នុងដៃហើយនិយាយថាម៉ោងប្រហែលហើយបងយប់នេះគឺជាយប់ពិសេសរបស់យើងម្នាក់ហើយវាមិនគួរជាយប់សម្រាប់ការកុហកនិងភាពក្បត់ទេសារិកាមើលទៅសុខាទឹកភ្នែកនាងស្រក់ចេញមកដោយការឈឺចាប់បងបានទៅជួបនារីរបស់បងទៀតហើយមែនទេសារិកាសួរដោយសំឡេងខ្សឹកខ្សួលពេលដែលសុខាមើលទៅនាងដោយភាពភ័យផងភ្ញាក់ផ្អើលផងព្រោះដឹងថាខ្លួនទង្វើរបស់គាត់ត្រូវបានបែកការអស់ទៅហើយទឹកភ្នែកសារិកាហូរចេញមកមិនឈប់ឈរដោយស្រែករកឈ្មោះសុខាយ៉ាងខ្លាំងនាងស្រែកដោយសំឡេងឈឺចាប់ពេលដែលសុខាព្យាយាមគេចចេញពីកំបិតដែលនាងកំពុងកាន់សុខាបានវាយដៃនាងយ៉ាងខ្លាំងធ្វើឲ្យកំបិតក្នុងដៃរបស់នាងធ្លាក់ចុះទៅលើឥដ្ឋហើយគាត់ក៏បានចាប់បោកក្បាលនាងនឹងជញ្ជាំងយ៉ាងខ្លាំងដោយក្តីខឹងសម្បារដ៏លើសលប់ហើយគ្មានហេតុផលភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងពេលដែលសារិកាដួលទៅលើរនាបផ្ទះហើយឈាមចាប់ផ្ដើមហូរចេញពីក្បាលរបស់នាងសុខាកាន់តែខឹងសម្បារមិនអាចគ្រប់គ្រងខ្លួនឯងបានហើយគាត់ចាប់ផ្ដើមយកកំបិតអាកសារិកាដែលកំពុងដេកដែលកំពុងតែស្រែកសុំឲ្យគាត់បញ្ឈប់ទង្វើខុសខើនេះគាត់ច្របាច់កនាងយ៉ាងខ្លាំងឈាមដែលចេញពីមុខកំបិតក៏ហូរជោកជាំភ្នែករបស់គាត់ឡើងក្រហមដូចឈាមហើយសំឡេងនាងកាន់តែខ្សោយទៅសារិកាស្លាប់ប៉ុន្មាននាទីក្រោយមកពេលដែលកនាងត្រូវច្របាច់រហូតដល់ដង្ហើមសុខាបានកម្ចាត់ភរិយារបស់គាត់ដោយដៃរបស់គាត់ផ្ទាល់ហើយគាត់ឥឡូវនេះត្រូវដោះស្រាយនឹងការបំបត្តិភស្តុតាងនៃគិតកម្មដ៏សាហាវព្រៃផ្សៃនេះភាពភ័យខ្លាចបានចាប់ផ្ដើមក្រោតបណ្ដប់គ្រប់សរីរាង្គរបស់សុខាពេលដែលគាត់អោនចុះសម្លឹងមើលប្រពន្ធដែលឥឡូវនេះជាសាកសពក្នុងដៃគាត់បន្ទាប់ពីគាត់បានសម្លាប់នាងយ៉ាងសាហាវឃោរឃៅបំផុតសុខាមើលទៅខ្លួនដែលគ្របដណ្ដប់ទៅដោយឈាមហើយគាត់ព្យាយាមលាងវាចេញពីដៃរបស់គាត់រត់ទៅបន្ទប់ទឹកហើយលាងសម្អាតដៃរបស់គាត់ដែលពោពេញទៅដោយឈាមរបស់ភរិយាប៉ុន្តែហាក់ដូចជាលុបសម្អាតមិនចេញហើយក៏ចាប់ផ្ដើមញ័រដោយភាពភ័យខ្លាចគាត់ត្រូវរកផ្លូវដោះស្រាយសាកសពនេះមុនពេលដែលម្ដាយជារារបស់គាត់ដែលកំពុងតែគេងលក់នៅក្នុងបន្ទប់ជាន់លើភ្ញាក់ពីគេងគាត់ព្យាយាមតាក់ទងទៅកាន់ចន្ទ្រាភរិយាទី2របស់គាត់ប៉ុន្តែទូរស័ព្ទរបស់នាងត្រូវបានបិទដូច្នេះគ្មានជំរើសអ្វីក្រៅពីសាកល្បងកាត់សាកសពនិងកប់វានៅកន្លែងណាមួយនោះទេសុខាដើរទៅយកឧបករណ៍សម្រាប់ជីកដីនិងពូថៅនៅក្នុងឃ្លាំងក្រោយផ្ទះហើយព្យាយាមរៀបចំគម្រោងកាត់សាកសពទាំងញ័រខ្លួនភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈររន្ទះបាញ់ប៉ះផ្ទះធ្វើឲ្យសំឡេងគ្រហឹមរំពងកាន់តែខ្លាំងហើយសុខាមានអារម្មណ៍ដូចជាធម្មជាតិកំពុងប្រឆាំងនឹងអំពើអាក្រក់ដែលគាត់បានប្រព្រឹត្តផ្ទះទាំងមូលคล้ายទៅជាដែនដ៏គួរឲ្យតក់ស្លុតដែលបង្ហាញពីអំពើកំណាចនិងការសម្លាប់ដោយគ្មានមេត្តាសុខាចាប់ផ្ដើមការងារដ៏អាក្រក់បំផុតក្នុងជីវិតរបស់គាត់ដោយដាក់សាកសពភរិយាពីលើកន្ទេលនៅក្នុងផ្ទះបាយហើយចាប់ផ្ដើមអូសយកទៅកាន់ឃ្លាំងក្រោយផ្ទះដើម្បីកាត់ជាបំណែកតូចសាកសពសារិកាដែលត្រជាក់ស្រេបត្រូវបានទាញចេញពីផ្ទះបាយយ៉ាងលំបាកអារម្មណ៍ភ័យខ្លាចនិងសោកស្ដាយចាប់ផ្ដើមខុសពីធម្មតាពេលដែលគាត់សម្លឹងមើលមុខភរិយាដែលស្លាប់បាត់បង់ជីវិតដោយអំពើសាហាវរបស់គាត់ផ្ទាល់សុខាចាប់ពូថៅយ៉ាងញាប់ញ័រហើយព្យាយាមកាប់វាទៅលើខ្លួនសារិកាប៉ុន្តែដៃរបស់គាត់ញ័រខ្លាំងពេកមិនអាចធ្វើទៅបានយប់កាន់តែងងឹតភ្លៀងធ្លាក់កាន់តែខ្លាំងហើយអារម្មណ៍ភ័យខ្លាចក៏កាន់តែធ្ងន់ធ្ងរដែរសំឡេងជើងតិចឮពីជាន់លើដែលធ្វើឲ្យសុខាភ័យតក់ស្លុតព្រោះខ្លាចម្ដាយរបស់គាត់ជាអ្នកកំពុងដើរចុះមកពេលសុខាប្រឹងព្យាយាមលើកសាកសពភរិយាទុកនៅកន្លែងឆ្ងាយពីភ្នែកមនុស្សសំឡេងជើងម្ដាយរបស់គាត់កាន់តែឮខិតជិតមកក្រោមសុខាឈប់សិនព្យាយាមស្ដាប់ដោយយកចិត្តទុកដាក់ប៉ុន្តែភ្លៀងខ្លាំងពេកធ្វើឲ្យគាត់មិនអាចស្ដាប់ឮច្បាស់ថាតើម្ដាយរបស់គាត់ពិតជាដើរចុះមកមែនឬក៏អត់សុខាបន្តកិច្ចការរបស់គាត់ហើយព្យាយាមដំសាកសពឲ្យរាបស្មើដើម្បីងាយស្រួលកម្ចាត់ចោលគាត់ប្រើកាំបិតដ៏មុតស្រួចចាប់ផ្ដើមកាត់ទៅតាមសន្លាក់ឆ្អឹងខណៈពេលដែលក្តីភ័យខ្លាចនឹងការស្អប់ខ្លួនឯងកាន់តែខ្លាំងកាន់តែកើនឡើងគាត់ចាប់ផ្ដើមនិយាយខ្សឹបជេរខ្លួនឯងដោយក្តីឈឺចាប់និងភ័យខ្លាចប៉ុន្តែត្រូវបន្តធ្វើការកាត់សាកសពឲ្យហើយជាដាច់ខាតពេលដែលគាត់កាត់ដល់ដៃរបស់សារិកាគាត់សង្កេតឃើញចិញ្ចៀនពេជ្រសំខាន់ដែលគាត់បានជូននាងក្នុងថ្ងៃរៀបការគាត់ទាញចិញ្ចៀននោះចេញពីម្រាមដៃសារិកាហើយដាក់វាទៅក្នុងហោប៉ៅរបស់គាត់ដោយមិនអាចទុកវានៅលើដៃនាងដោយទឹកភ្នែកផងដោយភាពឈឺចាប់ផងវាជាការចង់រក្សាទុកអនុស្សាវរីយ៍ចុងក្រោយរបស់នាងសុខាបន្តកាត់សាកសពនៅលើកន្ទេលដោយប្រុងប្រយ័ត្នមិនឲ្យឈាមហូរចេញទៅក្រៅ
សូជើងចុះមកក្រោមជាថ្មីម្ដងទៀតធ្វើឲ្យសុខាកាន់តែភ័យខ្លាចឡើងគាត់ព្យាយាមកម្ចាត់សាកសពនេះឲ្យបានឆាប់ប៉ុន្តែការកាត់សាកសពពិតជាការងារដ៏លំបាកជាពិសេសគាត់មិនធ្លាប់ជាអ្នកធ្វើបែបនេះទេពីមុនមកមិនយូរប៉ុន្មានសុខាឮសូរជើងម្ដាយរបស់គាត់ដើរចុះមកក្រោមជាថ្មីម្ដងទៀតហើយលើកនេះគាត់ច្បាស់ណាស់ថាមិនមែនជាការសម័យនោះទេសុខាលោតក្រោកឡើងព្យាយាមបែរទៅមើលទិសដៅសំឡេងហើយគាត់បានជួបប្រទះម្ដាយចាស់ជរារបស់គាត់ឈ្មោះច័ន្ទសៀនដែលឈរមើលគាត់ពីមាត់ទ្វារក្នុងបន្ទប់ក្រោយផ្ទះនេះម្ដាយរបស់គាត់ភ្នែកបើកយ៉ាងធំខ្លាំងហើយសម្លឹងចំទិសដៅដែលគាត់កំពុងតែកាត់សាកសពភរិយាយាយច័ន្ទសៀនស្រែកខ្លាំងពេលឃើញសាកសពសារិកាដាច់ជាចំណិតបែបនេះគាត់ឈរស្ទើរតែដួលសន្លប់ប៉ុន្តែក៏មិនបានរត់ចេញឬក៏ស្រែកឲ្យគេជួយដែរព្រោះគាត់កំពុងតែកាន់ដបស្រាដែលគាត់មានទម្លាប់ផឹកជាញឹកញាប់សុខារត់ទៅរកម្ដាយហើយព្យាយាមពន្យល់គាត់ពីអ្វីដែលកំពុងកើតឡើងប៉ុន្តែគាត់មិនស្ដាប់សោះគាត់កាន់តែព្យាយាមសម្លឹងមើលសាកសពកូនប្រសានិងគុណស្រីបណ្ដុលចិត្តរបស់គាត់ព្រោះថាសារិកាក៏ជាកូនស្រីចិញ្ចឹមរបស់យាយច័ន្ទសៀនដែរយាយច័ន្ទសៀនសម្រេចចិត្តជួយកូនប្រុសរបស់គាត់កម្ចាត់សាកសពតែគាត់ចាប់ផ្ដើមយកកាំបិតមួយផ្សេងទៀតដើម្បីកាប់សាកសពសារិកាឲ្យកាន់តែតូចប៉ុន្តែមុខគាត់ពោពេញទៅដោយទឹកភ្នែកពេលដែលគាត់កាប់សាច់និងឆ្អឹងរបស់សារិកាដែលគាត់ធ្លាប់ស្រឡាញ់ដូចកូនបង្កើតរបស់គាត់ផ្ទាល់យាយច័ន្ទសៀនមានអាយុ60ជាងហើយប៉ុន្តែគ្មានជំរឿនណាល្អជាងការជួយកូនប្រុសរបស់គាត់ដែលបានប្រព្រឹត្តឃាតកម្មគួរឲ្យរន្ធត់នេះទេទឹកភ្នែកហូរចេញមកពីភ្នែករបស់យាយច័ន្ទសៀនពេលដែលគាត់ព្យាយាមកាប់ចិញ្ច្រាំសាកសពនៅលើកន្ទេលនោះសុខានិងយាយច័ន្ទសៀនព្យាយាមកាត់សាកសពឲ្យអស់ក្នុងរយៈពេល1ម៉ោងហើយយកសំណល់សាកសពទាំងនោះទៅកប់ក្នុងកំពូលចំការក្រោយផ្ទះដោយភ្លៀងនៅតែបន្តធ្លាក់និងរន្ទះបាញ់ឥតឈប់ឈរសុខាជីកដីក្រោយផ្ទះជម្រៅជាង1ម៉ែត្រហើយដាក់ថង់ដែលផ្ទុកសាកសពសារិកាចូលទៅក្នុងរណ្ដៅយាយច័ន្ទសៀនខ្សឹកខ្សួលមិនអាចទ្រាំនឹងកម្លាំងខ្យល់បក់បោកបានគាត់ក៏ដួលចុះនៅក្រៅរណ្ដៅហើយក៏ចាប់ផ្ដើមយំភ្លៀងកាន់តែខ្លាំងភក់កាន់តែច្រើនហើយពួកគេពិបាកក្នុងការលុបបំបាត់ភ័ស្តុតាងនៃឃាតកម្មដ៏គួរឲ្យរន្ធត់នេះសុខាព្យាយាមជីកឲ្យបានជ្រៅល្មមដើម្បីលាក់បាំងសាកសពឲ្យជិតប៉ុន្តែគាត់ក៏ដឹងថាគាត់ត្រូវតែលាងសម្អាតឈាមនៅក្នុងផ្ទះមុនពេលនរណាម្នាក់មកដល់លើកក្រោយនៅពេលដែលពួកគេកប់សាកសពរួចរាល់យាយច័ន្ទសៀនចាប់ផ្ដើមនិយាយពាក្យចម្លែកហើយក្បាលរបស់គាត់បានបែរចុះទៅដូចជាមនុស្សផ្សេងមកសន្ធិដ្ឋលើរូបគាត់សុខាសម្លឹងមើលម្ដាយរបស់គាត់ដោយក្តីភ័យរន្ធត់ពេលដែលយាយបែរមុខទៅរកគាត់ហើយភ្នែករបស់យាយខ្លាចជាពណ៌ក្រហមភ្លឺចែងចែងសុខាទាញម្ដាយរបស់គាត់ចូលក្នុងផ្ទះវិញដែលខ្លាចថាជាភ្លៀងធ្វើឲ្យគាត់ខ្លាចជាបែបនេះនៅពេលដែលគាត់ទាញម្ដាយចូលក្នុងផ្ទះយាយកាន់តែស្រែកខ្លាំងឡើងហើយដៃជើងរបស់គាត់ចាប់ផ្ដើមប្រកាច់យាយច័ន្ទសៀនកាត់អាការៈចម្លែកជាច្រើនដែលសុខាមិនដែលឃើញពីមុនមកហើយសំឡេងរបស់គាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរជាសំឡេងដែលមិនមែនជារបស់គាត់ប៉ុន្តែជារបស់នារីវ័យក្មេងម្នាក់ទៅវិញយាយច័ន្ទសៀនចាប់ផ្ដើមប្រព្រឹត្តដូចជាមានអ្វីផ្សេងចូលក្នុងខ្លួនរបស់គាត់ហើយសុខាក៏ចាប់ផ្ដើមឃើញរូបភាពចម្លែកនៅក្នុងផ្ទះគាត់ចាប់ផ្ដើមឃើញស្រមោលនារីម្នាក់ឈរនៅកំជណ្ដើរដែលហាក់បីដូចជាសារិកាប៉ុន្តែមុខមាត់ផ្សេងស្រមោលនោះបានបង្ហាញមុខចាស់ធ្វើឲ្យសុខាជប់តក់នឹងហើមហើយគាត់ក៏ឃើញថាជារូបរបស់សារិកាប៉ុន្តែលើនេះមានមុខបែកជាពីរដូចជាខូចទ្រង់ទ្រាយខណៈពេលដែលសុខាកំពុងតែភ័យតក់ស្លុតយាយច័ន្ទសៀនបានយកកាំបិតដើម្បីវាយប្រហារសុខាដោយដៃញ័រសុខាត្រូវបានម្ដាយដេញតាមនៅក្នុងផ្ទះដែលលើនេះត្រូវព្រលឹងអាក្រក់ចូលសន្ធិដ្ឋយាយច័ន្ទសៀនស្រែកដោយសំឡេងរបស់សារិកាថាអ្នកឯងសម្លាប់ខ្ញុំឥឡូវខ្ញុំនឹងសងសឹកអ្នកឯងហើយគាត់បន្តដេញតាមកូនប្រុសរបស់គាត់ពេញផ្ទះជាមួយនឹងកាំបិតក្នុងដៃសុខាដឹងថាម្ដាយរបស់គាត់ត្រូវបានខ្មោចចូលហើយគាត់ព្យាយាមតស៊ូជាមួយនឹងភាពភ័យខ្លាចគាត់ព្យាយាមគេចចេញពីកាំបិតប៉ុន្តែម្ដាយរបស់គាត់កាន់តែផ្ទុះកំហឹងខ្លាំងហើយនិយាយអំពីឃាតកម្មធ្ងន់ធ្ងរដែលគាត់បានប្រព្រឹត្តគាត់ព្យាយាមរកផ្លូវសង្គ្រោះខ្លួនរបស់គាត់ប៉ុន្តែម្ដាយរបស់គាត់វាយគាត់ខ្លាំងមិនអាចប្រឆាំងបានហើយយកកាំបិតចាក់ទៅក្នុងពោះរបស់គាត់ឈាមហូរចេញពីដៃរបស់សុខាពេលដែលគាត់ព្យាយាមការពារខ្លួនគាត់ទប់ទល់កុំឲ្យម្ដាយចាក់គាត់បន្តទៀតបានគាត់ទាត់ម្ដាយរបស់គាត់ផ្ទប់នឹងជញ្ជាំងហើយព្យាយាមដណ្ដើមកាំបិតប៉ុន្តែយាយច័ន្ទសៀនក្រោកឈរឡើងវិញនិងស្រែកដោយបន្លឺសូរសំឡេងកំណាចដែលលាយឡំជាមួយនឹងមេឃភ្លៀងនៅខាងក្រៅភ្លៀងធ្លាក់កាន់តែខ្លាំងរន្ទះបាញ់ជាប់មិនដាច់ហើយផ្ទះទាំងមូលហាក់បីដូចជារញ្ជួយដោយការវាយតប់យាយច័ន្ទសៀនដើរជិតមកដល់សុខាដឹងថានេះគឺជាសញ្ញាច្បាស់ថាយាយច័ន្ទសៀនបានត្រូវផ្លាស់ប្ដូរដោយភាពអាក្រក់ដែលគាត់បានប្រព្រឹត្តគាត់ព្យាយាមនិយាយទៅកាន់យាយនោះដោយបន្លឺសំឡេងពីរោះបំផុតហើយបញ្ចុះបញ្ចូលគាត់កុំឲ្យវាប្រហារគាត់ប៉ុន្តែវាបានបរាជ័យហើយយាយច័ន្ទសៀនលើកកាំបិតចាក់សុខាម្ដងទៀតដោយខ្លាំងជាងមុនសុខាដួលទៅលើឥដ្ឋហើយឈាមហូរចេញពីមុខរបួសជាច្រើន
ពេលដែលយាយច័ន្ទសៀនវាយប្រហារគាត់ចំសួតជាច្រើនដងយាយច័ន្ទសៀនចាប់ក្បាលរបស់គាត់ហើយបង្វិលវាយ៉ាងខ្លាំងធ្វើឲ្យកសុខាកន្ត្រាក់សុខាគ្មានកម្លាំងតបតប្រឆាំងទៅនឹងស្ត្រីជរាដែលត្រូវខ្មោចចូលនោះទេហើយគាត់ក៏ត្រូវបានសម្លាប់ដោយម្ដាយរបស់គាត់ផ្ទាល់ដែលត្រូវបានវិញ្ញាណរបស់សារិកាចូលសន្ធិដ្ឋសាកសពសុខាត្រូវបានដាក់នៅលើឥដ្ឋខណៈពេលដែលយាយច័ន្ទសៀនមើលទៅក្មេងប្រុសដែលជាកូនរបស់គាត់ដែលបានស្លាប់ទៅនេះអស់រយៈពេលជាង7ថ្ងៃក្រោយបាត់វត្តមានទាំងសុខាទាំងសារិកាទាំងយាយច័ន្ទសៀនអ្នកភូមិបានទៅមើលអ្វីដែលឃើញគឺសាកសពម្ដាយកូនដេកគោលើគ្នានិងមានសាកសពពីក្រោយផ្ទះដែលត្រូវបានឆ្កែកាយអ្នកភូមិក៏បានយកមកធ្វើបុណ្យតាមប្រពៃណីដើម្បីឲ្យអ្នកទាំង3ផុតកម្មនឹងគ្នាក្នុងពិធីបុណ្យនោះខណៈពេលដែលគេកំពុងបូជាសពភ្លើងកំពុងឆេះស្រាប់តែនាងចន្ទ្រាលោតចូលទៅក្នុងភ្លើងបណ្ដាលឲ្យឆេះស្លាប់នៅក្នុងពិធីបូជាសពនោះទៅ